យើងត្រូវដឹងថា extension ចឹងគឺ extension ណាដែលយើងត្រូវលុបហើយ extension ណាយើងត្រូវមិនលុបដើម្បីលុបយើងចូលទៅក្នុង telephone service subscriber and subscription ហើយចូលនៅ directory strict យើងមើល extension ដែលយើងចង់លុបឧទាហរណ៍ថា 61 42 enter មក extension នេះគឺឧទាហរណ៍ថា extension នេះគឺជា extension ដែលយើងចង់លុបយើងបន្តមកយើងចូលនៅក្នុង subscriber subscription delete ហើយយើង enter extension ដែលយើងចង់លុប61 42ហើយបញ្ចប់ដោយ extension ចាប់ដើមគឺ61 42ហើយបញ្ចប់ក៏នៅ61 42ដូចគ្នាដែរបន្ទាប់មកយើងចុចនៅខាងក្រៅឲ្យបាន cursor ហើយយើងចុច confirmation យើងចុច confirmation ជាការស្រេចគឺនៅពេលនេះយើងលុប extension នឹងបានហើយយើងចង់ដឹងថាតើ extension នឹងមាននៅលើ PPX យើងមានទៀតអត់យើងចូលនៅចូល subscriber subscription ចុច restrict ហើយយើងលុប extension ដើមយើងវាយថា61 42ហើយ enter គឺវាចេញ message មកថា parameter by directory number របស់យើង incorrect មានន័យថាយើងបានលុបវាហើយវារក extension ហ្នឹងអត់ឃើញទេអញ្ចឹងការលុប extension របស់យើងនៅពេលនេះគឺបានជោគជ័យហើយគឺយើងត្រូវបានបញ្ចប់នៃការលុប extension នៅលើ PPX